សួស្តីបងបងថ្ងៃនេះ admin មកប្រាប់ពីរបៀបនៃការចុះឈ្មោះ account Loda បងបងចឹងជាដំបូងបងចូលទៅក្នុង App Store ឬក៏ Play Store បងនៃ search យកពាក្យថា Loda បន្ទាប់មកបងឃើញមាន logo ប៉ុតក្រូចបែបនេះបងអាចធ្វើការទាញយកមកអញ្ចឹងនៅពេលដែលបងទាញយករួចរាល់គឺតម្រូវឲ្យបងចូលទៅធ្វើការចុះឈ្មោះ account ជាមុនសិនចំណុចទី1ដែលយើងជ្រើសរើសគឺយើងត្រូវជ្រើសយកប្រទេសអញ្ចឹងចំណុចទី2នេះគឺឲ្យជ្រើសរើសភាសាអញ្ចឹងភាសាគឺយើងដាក់ភាសាកម្ពុជាមកដើម្បីងាយស្រួលមើលអញ្ចឹងណាបងហើយពេលយើងចុច confirm ហើយយើងត្រូវចូលទៅមកទំព័រមុខដើម្បីយកពាក្យថាខ្ញុំអញ្ចឹងនៅដល់ចំណុចយកពាក្យថាខ្ញុំនេះគឺមានចំណុចមួយដែលមានការចុះឈ្មោះជាមួយនឹងពាក្យថាចូលសម្រាប់ការចុះឈ្មោះនេះគឺសម្រាប់អតិថិជនថ្មីដែលគាត់អត់ដែលធ្លាប់ធ្វើការចុះឈ្មោះពីមុនមកអញ្ចឹងកន្លងទី1នេះបងសូមបំពេញលេខទូរស័ព្ទនិងចុចទៅលើកន្លែងទទួលបានលេខកូដទៀងទាត់ហ្នឹងទៅរងចាំបន្តិចដើម្បីទទួលបានសារលេខកូដ6ខ្ទង់អញ្ចឹងបង copy យកលេខកូដ6ខ្ទង់ហ្នឹងដាក់ចូលក្នុងប្រអប់មួយហ្នឹងមកនៅប្រអប់ទី3កន្លែងពាក្យថាអ្នកលក់នេះគឺជាចំណុចសំខាន់សម្រាប់បងដែលរស់នៅតាមបណ្ដាខេត្តអញ្ចឹងបងអាចអូសចូលទៅខាងក្រោមបន្តិចដើម្បីស្វែងរកភូមិឃុំស្រុកដែលបងរស់នៅអញ្ចឹងនៅពេលដែលបងស្វែងរកហើយបងអាចចុចគ្លីកទៅលើហ្នឹងទៅដើម្បីចុចយកពាក្យថាបច្ចៈអញ្ចឹងនៅពេលដែលបងចុចបច្ចៈហើយបងអាចចុចទៅលើការចុះឈ្មោះអញ្ចឹងការចុះឈ្មោះបងគឺបានជោគជ័យហើយអញ្ចឹងចូលមកដល់ចំណុចនេះគឺដំណើរឲ្យបងដាក់ជាមួយនឹងពាក្យសម្ងាត់អញ្ចឹងពាក្យសម្ងាត់របស់យើងគឺមាន2ទី1ពាក្យសម្ងាត់ app ទី2ពាក្យសម្ងាត់ប្រតិបត្តិការអញ្ចឹងនៅពេលដែលបងបំពេញលេខកូដទាំងពីរនឹងចូលមកអស់ហើយបងអាចចុចយកទៅពាក្យថាបច្ចៈអញ្ចឹងនៅពេលដែលបងចុចពាក្យថាបច្ចៈ account របស់យើងគឺធ្វើការបង្កើតបានដោយជោគជ័យឯងបងអញ្ចឹងបងអាចយកពាក្យថាខ្ញុំវិញទៅដែរដើម្បីពិនិត្យមើល account របស់បងដែលបានបង្កើតមុនហ្នឹងណា